ឥឡូវយើងមកមើលជាមួយនឹងកាក់ helper វិញដោយសារមានបងប្រុសគាត់បានសួរអំពីកាក់ help គាត់ថាវាកំពុងតែ FOMO ហើយមាន volume អញ្ចឹងកាក់នេះគឺជាប្រភេទកាក់ exchange ដូចគ្នាកាក់សម្រាប់ trade គ្រាន់តែថាជាប្រភេទខុសពី Binance OKX នេះគឺលក្ខណៈដេកហើយនៅលើដេកហ្នឹងគឺ helper នេះគឺលេខ1ឯងអញ្ចឹង project នេះក៏យើងឃើញថាល្អដែរបើសិនជាវានៅដំណើរការវាអាចនឹងឡើងទៅច្រើនហើយវាទៅចេញមកដែរទេវាអាចឡើងទៅដល់រាប់រយដុល្លារដូចយើងឃើញនៅ exchange ផ្សេងៗដោយសារនេះគឺយើងអាចរកចំណូលបានជាប្រភេទមាន airdrop មានអីផ្សេងៗជាប្រភេទកាក់ឬក៏ក្រុមហ៊ុនដែលអាចរកចំណូលបានអញ្ចឹងយើងមកមើលជាមួយនឹង weekly កាក់នេះគឺបង្កើតនៅក្នុងឆ្នាំ2025អានេះមិនបង្កើតទេយើងចូលនៅក្នុងជាមួយនឹង Binance Future អញ្ចឹងបើបង្កើតផងយើងទៅមើលបន្ថែមទៀតតម្លៃវាធ្លាប់ចុះពេល Bitcoin ចុះខ្លាំងមួយសាមុនហ្នឹងវាចុះមកដល់ម្ដុំ$20ជាងនៅក្នុងឆ្នាំ2026ខែ1ទេកន្លះឆ្នាំមុនហ្នឹងហើយត្រឹមរយៈពេលកន្លះឆ្នាំគឺវាឡើងមកបាន 3x ហើយអញ្ចឹងបើសិនជាយើងទិញកន្លះឆ្នាំយើងទិញ$10,000រយៈពេលវាឡើង all time high វានេះគឺយើងអាចរហូតបានទៅដល់$30,000អញ្ចឹងអាកាសនេះជាចំណេញលឿនហើយការឡើងនេះគឺមានកម្លាំងពេញដែលបន្ត trend បានន័យថាវាមានឱកាស new high ទៀត paper ហ្នឹងយើងអាចចាំមើលវាចប់គឺយើងចូលទៅបានទិញ DCA ជាមួយ Bitcoin ក៏បានដែរproject នេះគឺរៀងល្អដែរវាអាចឡើងតម្លៃ$100ជាងប៉ុន្តែខ្ញុំបញ្ជាក់គឺមិនមែនជាដំបូងមានឲ្យបងប្អូនវិនិយោគអីទេបងប្អូនត្រូវសិក្សាដល់ខ្លួនឯងនេះបងប្អូនសួរខ្ញុំក៏ធ្វើ analyze ជូនទៅហើយសម្រាប់បងប្អូនចង់បានព័ត៌មានផ្សេងៗfree ឬក៏មានជាការតម្លាក់ plan trade អីផ្សេងៗខ្លីៗអីហ្នឹងគឺខ្ញុំមានតម្លាក់នៅក្នុងក្រុម Telegram របស់ខ្ញុំបងប្អូនចូលរួមមកបាន3000អ្នកជាងអញ្ចឹងបងប្អូនអាចចូលរួមដោយសេរីបងប្អូនគ្រាន់តែចូលជាមួយនឹង page របស់ខ្ញុំមក TCX Crypto Analyze បងប្អូនឃើញ link ក្រុម Telegram របស់ខ្ញុំនៅក្នុង bio page នេះទាំងអស់ហើយបងប្អូនដែលមានចម្ងល់អីចង់ឆាតមកគឺអាចឆាតចូល page របស់ខ្ញុំផ្ទាល់បានអាហ្នឹងជួបខ្ញុំផ្ទាល់ហើយគ្រាន់តែពេលខ្លះរៀងយូរតបតិចខ្ញុំអត់សូវបានឃើញអញ្ចឹងតែខ្ញុំនឹងតបគ្រប់ឆាតបងប្អូនដែលមានចម្ងល់សួរអាចសួរបានអត់បញ្ហាបាច់ខ្លាចចិត្តបាច់អីទេខ្ញុំអាចជួយឆ្លើយបងប្អូនបានទាំងអស់ឲ្យតែបងប្អូនមានចម្ងល់ដោយសារខ្ញុំធ្លាប់ឆ្ងល់ធ្លាប់សួរគេដែរអញ្ចឹងឥឡូវនេះក៏នៅតែសួរគេដែរឲ្យតែមានឆ្ងល់ខ្ញុំសួរអញ្ចឹងអាចសួរខ្ញុំបានអ្វីដែលខ្ញុំដឹងគឺខ្ញុំប្រាប់យើងឃើញថាជាមួយនឹង trend line ដែលវាកំពុងតែឡើងទៅនេះគឺជា up trend នេះគឺអត់ទាន់ចប់ទេយើងមកមើលជាមួយនឹង daily ជាមួយមួយថ្ងៃមួយថ្ងៃគឺវាកំពុងតែនៅជាមួយនឹង up trend ល្អមែនតើដែលវាខូចជាមួយនឹង resistance ពីមុនវាដែល high ចាស់របស់វាបង្កើតបាន all time high តម្លៃនៅ$70ជាងហើយក្រោយសាំងនេះគឺជាក្រោយសាំង IPAU យើងអាចមើលជាមួយនឹង elite whale ក៏យើងឃើញថាវានៅរត់បានឆ្ងាយទៀតដែរអានេះវាអាចជាមួយរបស់ time frame ធំនេះយើងអាចមើល time frame week សាថ្មីមកអានេះយើងអាចមើលជាលក្ខណៈទ្រង់ទ្រាយធំវែងអានេះយើងអាចរាប់វាជាមួយបែបនេះមកវាអាចនៅរត់ទៅបានឆ្ងាយទៀតអញ្ចឹងវាអាចរត់ទៅមិនក្រោម$100ទេតម្លៃ Hyper Liquid នេះបើយើងទិញឥឡូវវាបាន$150អីក៏យើងអាចបាន 3x ដែរអញ្ចឹងអ្វីដែលយើងរងចាំគឺរងចាំឲ្យការសម្រាក correction 2នេះចប់គឺយើងអាចចូលទិញបាននេះគឺវាដើរខុសជាមួយ Bitcoin តិចដោយសារតែកាក់វាគឺជាបច្ចេកដែលល្អពេលណាដែលបច្ចេកគេល្អអញ្ចឹងទៅវាខាំឡើងតែឯងអញ្ចឹងទៅអញ្ចឹងសម្រាប់បងប្អូនចង់វិនិយោគជាមួយ exchange កាក់ exchange អីយើងមានដូចជា OKX BNB ហើយ Hyper នេះ Hyper Liquid នេះក៏ល្អដែរអញ្ចឹងបើសិនជាយើងមកមើលជាមួយនឹង support ចុងក្រោយរបស់វា support ទី1មិនមែន support ចុងក្រោយទេចូលខ្ញុំអានេះចុចអត់កើតអានេះលុបអត់ឲ្យប្រើអូខេបានហើយអញ្ចឹងsupport ដំបូងរបស់វាគឺនៅម្ដុំ$40នេះអញ្ចឹងចុះមកដល់នេះគឺវាអាចនឹង rebound ទៅវិញហើយអញ្ចឹងអ្វីដែលយើងចាំមើលគឺយើងចាំមើលជាមួយនឹងโครงសារនេះឲ្យវាចប់អានេះជា correction ឲ្យវាចប់ជាមួយនឹង correction មួយឈុតនេះយើងអាចវាស់ពេលវេលាមកក៏បានដែរនេះបើសិនជាយើងវាស់ពីនេះមកហ្មង
chọc correction មួយឈុតនេះគឺយើងនឹងឃើញឡើងទៅម្ដងទៀតគឺជា impulse ថ្មីវាអាចឡើងទៅដល់$100ជាងអញ្ចឹងបងប្អូនដែលចង់ទិញ DCA អាចទិញ DCA តិចតិចទៅបានហើយតម្លៃវាបើសិនជាចប់នៅ support វានេះគឺវាអាចនឹងមានភាគរយច្រើនទប់ជាប់ support នេះណាហើយវានឹងធ្វើការឡើងទៅម្ដងទៀតបើសិនជាវាមានកម្លាំងខ្លាំងគឺវាចុះដល់ support ទេវាចុះត្រឹមនេះអីវានៅ sideways ម្ដងនេះហើយវាឡើងទៅបន្តហើយអញ្ចឹង hyper គឺរៀងល្អបងប្អូនដែលបងដែលឲ្យខ្ញុំធ្វើការ analyze ហ្នឹងអាចចូលមើលបានហើយយើងមើលនៅ cycle ចុងក្រោយរបស់វា resistance នៅក្នុង time frame ទូចអានេះ time frame 1ម៉ោងណា resistance របស់វាគឺនៅកន្លែងនេះនេះចុចអត់ចង់បានអូខេចុចនេះក៏បាន resistance វាគឺនៅកន្លែងនេះបងប្អូនអាចចូលមកឃើញ resistance កន្លែងនេះសម្រាប់1ម៉ោងបើសិនជាវាឡើងអត់ទាន់ខូច resistance នេះទេគឺវានៅតែមានឱកាសចុះរហូតចឹងចុះរហូតមកដល់នេះអីចឹងទៅអញ្ចឹង1ម៉ោងគឺបងប្អូនអាចមើលបែបហ្នឹងបានអញ្ចឹងនេះចូលមកបើសិនជាឃើញវា break ជាមួយនឹង trend line នេះហើយនេះគូ trend line មួយទៀតមកបើសិនជាឃើញវា break អានេះវាចាប់ផ្ដើម break បន្តិចប៉ុន្តែវាអាចជា fake break ទេបើសិនជាវា confirm ថា break trend line នេះពិតប្រាកដឱកាសដែលវាឡើងទៅហ្នឹងគឺមានច្រើនឱកាសដែលវាឡើងទៅនេះខូចជាមួយនឹង resistance នេះអញ្ចឹងបើសិនជាវាខូច resistance នេះគឺយើង confirm ថាវាអាចនឹងបដូរ trend ទៅ up trend វាអាចចប់ correction នេះបើយើងមើលជាមួយនឹង cycle ចុងក្រោយយើងវាស់ពេលវេលារបស់វាមកពី time zone គឺវាចិត្តដល់កន្លែងដែលវាឡើងគឺម្ដុំ161នេះអញ្ចឹង161គឺវាអាចឡើងហើយឬក៏វាអាច sideways មកដល់1ទល់1មកដល់ 200% នេះគឺឱកាសឡើងច្រើនអញ្ចឹងយើងអាច DCA ពីនេះតិចតិចទៅបានបើសិនជាបងប្អូនឃើញថាវាចុះទៀតគឺបងប្អូនអាចទិញ DCA បន្ថែមទៀតបានហើយបងប្អូនអាចយកទៅធ្វើការវិភាគឬក៏ទៅមើលផ្ទាល់ជាមួយទិន្នន័យរបស់បងប្អូនបន្ថែមទៀតទៅមុនសម្រាប់ចិត្តទិញអានេះប្រហែលជាខ្ញុំអាចនឹងទិញវា hold ខ្លះដែរជាមួយ DCA ចូលដែរដោយសារខ្ញុំចាំ DCA ជាមួយ Bitcoin តម្លៃ Bitcoin ខ្ញុំទិញបានខ្លះហើយខ្ញុំចាំចុះទៀតខ្ញុំ DCA ទៀតអញ្ចឹង Bitcoin គឺខ្ញុំបន្តជាមួយវីដេអូនេះបន្តិច Bitcoin គឺនៅបន្តចុះទៀតមានឱកាសចុះមួយជើងទៀតអញ្ចឹងបងប្អូនដែលចាំ DCA អីទិញបានខ្លះហើយចាំទិញនៅតម្លៃក្រោមអីគឺយើងអាចមើលម្ដងទៀតតម្លៃទី1គឺម្ដង 60000 គុណហ្នឹងតម្លៃទី2គឺអាចក្រោម 50000 នេះទៀតអញ្ចឹងបងប្អូនអាចចូលមកនេះម្ដង 50000 ជាងនេះគឺយើងអាចទិញចូលបានទៀតហើយអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយថ្ងៃហ្នឹងerror ដល់ចុចទៅ